បងប្អូនថ្មីនេះស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃត្រង់ភូមិព្រៃច័ន្ទឃុំអូ3ជាន់សុកអូច្រៅខេត្តបន្ទាយមានជ័យបានឡើងកម្ដីសារជាថ្មីម្ដងទៀតកាលពីថ្ងៃទី16និងទី17ខែកញ្ញាឆ្នាំ2025កងកម្លាំងថៃបានព្យាយាមបង្កើនការរាយលួសបន្លាបន្ថែមទៀតនៅក្នុងតំបន់មានចំនួនជាលទ្ធផលក្នុងហេតុការណ៍នេះមានព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនអ្នកបានរងរបួសនិងដួលសន្លប់បន្ទាប់ពីត្រូវបានកងកម្លាំងថៃបាញ់ដោយឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រដំណើររឿងក្នុងរយៈពេល2ថ្ងៃថ្ងៃទី16ខែកញ្ញាទាហានថៃបានប៉នប៉ងរាយលួសបន្លាថ្មីនៅលើដីដែលជាលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរចំនួន5គ្រួសារបងប្អូនពលរដ្ឋយើងរួមទាំងកងទ័ពការពារព្រំដែនផងបានចិនមុខរារាំងនិងរើលួសបន្លានោះចិនភ្លាមដើម្បីការពារដីធ្លីនិងទ្រព្យសម្បត្តិរបស់យើងទោះបីជាពេលនោះមានវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យដើម្បីធានាបទឈប់បាញ់ក៏ដោយក៏ស្ថានភាពមិនបានស្កប់ស្ងាត់យូរនោះទេថ្ងៃទី17ខែកញ្ញាដោយដែលបងប្អូនបានឃើញតាមរយៈរូបភាពនិងវីដេអូផ្សេងកងកម្លាំងថៃបានប្រើប្រាស់គ្រាប់បែកផ្សែងនិងគ្រាប់កំធឿងជ័របាញ់ផ្ទាល់ទៅលើក្រុមអ្នកតវ៉ាខ្មែរដែលមានទាំងព្រះសង្ឃទាហាននិងពលរដ្ឋការបាញ់ប្រហារនេះបានធ្វើឲ្យមនុស្សជាច្រើនញាក់រងរបួសហើយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់ភាគីកម្ពុជាចាត់ទុកទង្វើរបស់កងទ័ពថៃនេះថាជាការល្មើសបង្ពានយ៉ាងធ្ងន់ធ្ងរទៅលើស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនិងអនុស្សាវរីយ៍យកមណ្ឌលឆ្នាំ2000កិច្ចព្រមព្រៀងទាំងនេះបានចែងច្បាស់ថាហាមដាច់ខាតការដាក់សំណង់ឬការរៀបចំថ្មីនៅក្នុងតំបន់ត្រួតស៊ីគ្នារហូតដល់រកខែដំណោះស្រាយជាផ្លូវការរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយវិធីសាស្ត្រសន្តិភាពនិងការទូតដោយផ្អែកទៅលើឯកសារច្បាប់អន្តរជាតិដែលបានទទួលស្គាល់ទង្វើនៃការប្រើប្រាស់ហិង្សាលើពលរដ្ឋស្លូតត្រង់នេះនឹងក្លាយទៅជាភស្តុតាងដ៏រឹងមាំមួយទៀតដែលកម្ពុជានឹងយកទៅប្រើប្រាស់ដើម្បីជំរុញការពិចារណាក្តីនៅតុលាការអន្តរជាតិជុំវិញបញ្ហាទំនាស់ព្រំដែននេះ